ការប៉ັດពីមនុស្សប្រុស4យ៉ាងដែលមនុស្សស្រីអត់សូវយល់មួយទៅពេលដែលមនុស្សប្រុសគាត់ចង់នៅស្ងាត់មនុស្សស្រីតែតែគាត់ថាប្រហែលជាគាត់លែងស្រឡាញ់អ្នកអីតែការប៉ັດគឺមិនមែនទេគឺគាត់គ្រាន់តែចង់មានពេលបទភាពតានតឹងរបស់គាត់ជាបញ្ហាដែលគាត់កំពុងតែជួបតែប៉ុណ្ណោះមនុស្សប្រុសនៅពេលដែលគាត់មានបញ្ហាគឺគាត់អត់សូវរអ៊ូរទាំឲ្យយើងលឺទេគាត់តែតែចង់នៅស្ងៀមឲ្យគិតខ្លួនឯងគាត់អត់ចង់និយាយជាមួយនឹងអ្នកច្រើនអាចធ្វើឲ្យមានចំនួនជាមួយនឹងអ្នកតែប៉ុណ្ណោះទី2នៅពេលដែលមនុស្សប្រុសគាត់អត់ចេះផ្អែមល្ហែមនុស្សស្រីតែតែចង់បានសុភាពបរិសុទ្ធមកធ្វើជាប្តីឬក៏សង្សារអីចឹងទៅតែដល់ពេលដែលគាត់អត់សូវចេះនិយាយផ្អែមល្ហែអត់សូវចេះលួងលោមបែរជាអន់ចិត្តហើយគាត់ថាគេអត់ស្រឡាញ់ទៅវិញការប៉ັດមនុស្សប្រុសដែលមិនមែនជាព្រានារីគឺគាត់អត់សូវចេះនិយាយផ្អែមល្ហែអត់សូវចេះនិយាយពាក្យលួងលោមច្រើននោះទេតែបើសួរថាគាត់ស្រឡាញ់យើងអត់ច្បាស់ណាស់គាត់ជាស្រឡាញ់3មនុស្សប្រុសគាត់ត្រូវការយល់ចិត្តនិងការថ្នាក់ថ្នមដូចគ្នាស្រីតែងតែត្រូវការលួងលោមការថ្នាក់ថ្នមពីមនុស្សប្រុសតែមនុស្សស្រីបែរជាមើលរំលងតម្រូវការបែបនេះទៅលើមនុស្សប្រុសទៅវិញការប៉ັດមនុស្សប្រុសក៏គាត់ចង់បានការថ្នាក់ថ្នមការលួងលោមដូចមនុស្សស្រីដែរនិងការលើកទឹកចិត្តការជំរុញការគ្រប់គ្រងដូចគ្នាគ្រាន់តែគាត់មិនដែលទាមទារឬនិយាយរឿងទាំងអស់នឹងចេញមកទី4មនុស្សប្រុសពូកែលះអារម្មណ៍មនុស្សប្រុសទៅជាមនុស្សដែលពូកែលះអារម្មណ៍មិនមែនមនុស្សស្រីទេពួកភាគច្រើនគឺគាត់អត់និយាយចេញមកហើយក៏អត់បង្ហាញដែរព្រោះអត់ចង់ឲ្យមនុស្សស្រីពិបាកមនុស្សប្រុសក៏គាត់មានសម្ពាធច្រើនតែគាត់នៅតែជ្រើសរើសការលាក់ទុកឲ្យធ្វើធម្មតាការប៉ັດមនុស្សស្រីក៏ដោយមនុស្សប្រុសក៏ដោយសុទ្ធតែមានអារម្មណ៍ដូចគ្នាគ្រាន់តែមនុស្សប្រុសគឺគាត់អត់រអ៊ូអត់បង្ហាញរហូតធ្វើឲ្យមនុស្សស្រីភាគច្រើនគឺមើលរំលងចង់ឲ្យសង្ឃឹមថាមនុស្សស្រីនឹងស្វែងយល់ពីគាត់ឲ្យបានច្រើនកុំគិតតែពីខ្លួនឯងពេកកុំអាងតែគេស្រឡាញ់យើងធ្វើអីក៏បានហើយអត់ខ្វល់ពីគេ